វីដេអូដែលចោះតែជួយសិស្សសាលានៅសាលាពោធិ៍បឹងមួយនេះគឺបានរហូតទៅដល់4លាន view អ្នកទាំងអស់គ្នាហើយលើកនេះបងគាត់បានទៅធ្វើសប្បុរសធម៌នៅសាលាពោធិ៍បឹងម្ដងទៀតគឺទៅដាំដើមឈើហើយខ្ញុំក៏បានចូលរួមជាមួយពួកគាត់ទៅដល់សាលាពោធិ៍បឹងនេះជាលើកទី2ដើម្បីជួយក្មេងៗនៅតំបន់មួយនេះហើយក៏ធ្វើវីដេអូមួយនេះឡើងដើម្បីជួយផ្សព្វផ្សាយឲ្យអ្នកទាំងអស់គ្នាណាដែលចង់ធ្វើសប្បុរសធម៌ចំកន្លែងចំចំណុចគឺទៅសាលាពោធិ៍បឹងមួយនេះមិនខុសបំណងទេអ្នកទាំងអស់គ្នាជួបរៀបសុំជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំនូទីថ្ងៃនេះខ្ញុំមកធ្វើវីដេអូពីសាលាពោធិ៍បឹងជាលើកទី2ដើម្បីឲ្យអ្នកទាំងអស់គ្នាស្គាល់ថាសាលាពោធិ៍បឹងនេះនៅណាសាលាពោធិ៍បឹងកំពុងតែខ្វះខាតអីប្រសិនបើអ្នកទាំងអស់គ្នាចង់ជួយតើជួយបានដោយរបៀបណាអញ្ចឹងអាចមើលវីដេអូនេះបានដើម្បីដឹងពីព័ត៌មានច្បាស់លាស់នេះជាថ្ងៃទី1ដែលខ្ញុំនិងក្រុមបងបានទៅដល់ស្រុកស្រែអំបិលនៅគេងរាប់ផ្កាយពួកខ្ញុំស្នាក់នៅនឹងមួយយប់ដើម្បីរៀបចំអវ៉ាន់ផ្សេងនិងកូនឈើយកទៅដាំនៅពេលព្រឹកថ្ងៃទី2មូលហេតុដែលខ្ញុំស្នាក់នៅនឹងដោយសារតែនៅនឹងមានទីធ្លាធំទលាយស្អាតហើយពួកគាត់នឹងហើយជាអ្នកសហការជាមួយពួកខ្ញុំឲ្យពួកខ្ញុំយកដើមកូនឈើដែលត្រូវតែដាំនឹងផ្ញើនៅនឹងហើយពួកគាត់នឹងហើយជាអ្នកជួយសម្របសម្រួលការធ្វើដំណើរហើយនៅនឹងក៏មានភ្លើងប្រើប្រាស់គ្រប់គ្រាន់និងបន្ទប់ទឹកស្អាតកន្លែងមុជទឹកគេក៏ស្អាតកន្លែងបត់ជើងគេក៏គេ clean បានស្អាតមួយទៀតបើសិនជាអ្នកទាំងអស់គ្នាចង់ទៅធ្វើសប្បុរសធម៌នៅនឹងក៏អាចតាក់ទងទៅគាត់ដើម្បីឲ្យពួកគាត់ជួយសម្របសម្រួលនិងរៀបចំឲ្យបានល្អបានដូចគ្នាចឹងបន្ទាប់ពីស្នាក់នៅនឹងមួយយប់ថ្ងៃនេះជាថ្ងៃទី2ដែលពួកគាត់បានដឹកឡានទៅយកកូនឈើដឹកឡានទៅចឹងមានឡានក្រុមការងារខ្លះហើយនឹងឡានសហគមន៍ខ្លះនេះជាឡានខាងបងសហគមន៍ខាងពូជុងជាចុងភៅនៅតំបន់ហ្នឹងមិនមែនជាសហគមន៍ទេគាត់ជាចុងភៅនៅតំបន់ហ្នឹងឯងដូចជាចុងភៅភូមិអ្នកទាំងអស់គ្នាអាចឲ្យគាត់ជួយធ្វើម្ហូបអីពេលទៅលេងស្រែអំបិលខាងគេងរាប់ផ្កាយឬក៏ស្ទឹងពពកអីហ្នឹងគាត់មានទទួលធ្វើម្ហូបផ្សេងចឹងការផ្លូវទៅធ្វើដំណើរទៅពីគេងរាប់ផ្កាយទៅប្រហែលជា30ទៅ40គីឡូទៀតអ្នកទាំងអស់គ្នាឆ្ងាយហើយផ្លូវក៏ពិបាកដូចអ្នកទាំងអស់គ្នាឃើញវីដេអូចឹងតម្រាំបានមកដល់សាលាពោធិ៍បឹងហើយសាលាពោធិ៍បឹងនេះខ្ញុំគិតថាជាកន្លែងដែលអ្នកចង់មកធ្វើសប្បុរសធម៌គឺត្រូវពិតប្រាកដមែនដូចជាឥឡូវហ្នឹងគាត់នៅខ្វះបណ្ណាល័យសម្រាប់សិស្សសាលាហើយទីធ្លាដូចអ្នកទាំងអស់គ្នាចឹងឃើញចឹងគឺអត់សូវមានកូនឈើអីច្រើនទេចឹងបានពួកខ្ញុំមកជួយដាំដើមឈើហើយអ្នកទាំងអស់គ្នាអាចមកធ្វើសប្បុរសធម៌នៅនឹងតាក់ទងទៅខាងគាត់ផ្ទាល់ខ្ញុំនឹងដាក់លេខគាត់នៅក្នុងខមមិនដើម្បីសួរព័ត៌មានបន្ថែមឬក៏ត្រូវការខាងគេងរាប់ផ្កាយ support អីអាចតាក់ទងខាងគេងរាប់ផ្កាយខ្ញុំក៏ដាក់លេខខាងគេងរាប់ផ្កាយនៅនឹងបានដូចគ្នាយើងអាចមកធ្វើសប្បុរសធម៌រៃលុយគ្នាឬក៏មានអ្នកណាគាត់ចង់ធ្វើអីយើងអាច mention គាត់នៅក្នុង comment មកនៅនឹងពិតជាខ្វះខាតពិតប្រាកដមែនតើហើយសាលាមួយនោះក៏ឆ្ងាយដែរអ្នកទាំងអស់គ្នាតម្រាំបានទៅដល់ផ្លូវគឺពិបាកខ្លាំងជាពិសេសគឺខែនេះគឺអត់ស្រួលប្រហែលទេហើយនៅនឹងគឺមានសិស្សច្រើនមែនតើរហូតដល់200អ្នកជាងអ្នកមើលធ្លាប់មើលវីដេអូខ្ញុំគឺដឹងហើយមានសិស្សរហូតដល់200អ្នកជាងអញ្ចឹងយើងបន្ទាប់ពីដាំដើមឈើហើយពួកខ្ញុំក៏បានញ៉ាំម្ហូបសាមគ្គីជុំគ្នាយើងជួយគ្នាធ្វើម្ហូបខ្លះយើងយកមកខ្លួនឯងម្ហូបខ្លះទៀតខាងសាលាគាត់បានរៀបចំអញ្ចឹងណានេះគឺជាអារម្មណ៍មួយសម្រាប់ខ្ញុំសប្បាយរំភើបដោយសារតែខ្ញុំបានទាំងធ្វើបុណ្យបានទាំងផ្សព្វផ្សាយហើយនេះក៏បានទាំងម្ហូបឆ្ងាញ់របស់ពូជុងស្នាដៃម្ហូបគាត់គឺឆ្ងាញ់ជាស្នាដៃតំបន់ភូមិហ្នឹងហ្មងបន្ទាប់ពីហូបបាយជុំគ្នាហើយចែកគ្នាលេងហើយពួកខ្ញុំក៏ចប់កម្មវិធីព្រមហ្នឹងដែរអស់ហើយបើមានចង្អល់អីអាច comment សួរខ្ញុំនៅក្នុងហ្នឹងខ្ញុំនឹងជួយឆ្លើយហើយកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងវីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយដែរអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានមើលវីដេអូតាំងពីដើមដល់ចប់កុំភ្លេចជួយ share វីដេអូម្នាក់មួយផងជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ